បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលរូបមន្តមួយទៀតគឺរូបមន្ត X បាទអញ្ចឹង X គឺជាអនុគមដែលយើងប្រើវាសម្រាប់ប្រៀបធៀបលក្ខខណ្ឌពិតឬក៏មិនពិតអញ្ចឹងលក្ខខណ្ឌពិតឬមិនពិតហ្នឹងតើតែយើងប្រៀបធៀបប្រធានលក្ខខណ្ឌរបស់យើងពិតវានឹងបង្ហាញលទ្ធផលពិតប៉ុន្តែបើសិនជាប្រធានលក្ខខណ្ឌយើងមិនពិតបាទលទ្ធផលគឺវាមិនពិតតាមនោះដែរអញ្ចឹងស៊ីនតាក់នៃរូបមន្ត X គឺបាទស្មើ X បាទវងកញ្ចក់ condition ក្បៀស true ក្បៀស false ហើយ condition គឺជាលក្ខខណ្ឌនៃវិធានលំហាត់ដែលយើងត្រូវដោះស្រាយចំណែក true គឺជាចម្លើយដែលស្របជាមួយនឹងលក្ខខណ្ឌឬក៏ condition ហើយ false គឺចម្លើយដែលផ្ទុយពីលក្ខខណ្ឌរបស់យើងអញ្ចឹងសម្គាល់គ្រប់រូបមន្តទាំងអស់នៅក្នុងកម្មវិធី Excel របស់យើងហ្នឹងគឺយើងត្រូវតែចាប់ផ្ដើមដោយសញ្ញាស្មើហើយបន្ទាប់មកយើងសរសេរឈ្មោះអនុគមអាចសរសេរជាអក្សរធំក៏បានអក្សរតូចក៏បានហើយបាទហើយគ្រប់អនុគមទាំងអស់គឺសុទ្ធតែមានអាជ្ញាដែលវាមានទួនាទីសម្រាប់ផ្ដល់តម្លៃគ្នាទៅវិញទៅមកបាទអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់រកពិន្ទុសិស្សដែលធំជាង150ជាប់ហើយតូចជាង150ធ្លាក់បាទគឺយើងត្រូវប្រើរូបមន្តស្មើ x ហើយយើងចុចទៅលើពិន្ទុសរុបរបស់យើងបាទហើយយើងដាក់សញ្ញាធំជាង150ក្បៀសហើយយើងសរសេរពាក្យថាជាប់បាទហើយយើងបាត់ថ្មីកណ្ដោក្បៀសផ្ទុយពីលទ្ធផលមិនពិតបាទគឺ for អញ្ចឹងយើងសរសេរ for មកបាទហើយលទ្ធផលគឺបាទបើសិនជាតូចជាង150គឺធ្លាក់ធំជាង150គឺជាប់បាទអញ្ចឹងយើងមើលឧទាហរណ៍នៅក្នុងកម្មវិធី Excel របស់យើងបាទអញ្ចឹងឧទាហរណ៍ខ្ញុំមានឈ្មោះមានភេទមានបន្ទុកបាទហើយបន្ទាប់មកយើងសិក្សាលក្ខខណ្ឌដែលគេឲ្យលក្ខខណ្ឌទី1គឺគេឲ្យយើងរកបន្ទុកធំជាងស្មើ50ហ្នឹងជាប់ហើយតូចជាងឬស្មើ50ហ្នឹងធ្លាក់បាទអញ្ចឹងកន្លែងនេះគឺយើងបាទប្រើប្រាស់រូបមន្ត x ដើម្បីទៅកំណត់ទៅលើលក្ខខណ្ឌទាំងអស់ហ្នឹងបាទអញ្ចឹងយើងស្មើ x ហើយយើងបើកវងកញ្ចក់ចុចទៅលើពិន្ទុសរុបបាទហើយបន្តមកទៀតយើងសិក្សាអំពីលក្ខខណ្ឌទី1គឺធំជាងស្មើ50គឺជាប់បាទអញ្ចឹងឧទាហរណ៍ថាបើយើងដាក់ស្មើធំជាង50បាទបើយើងដាក់ធំជាង50ហើយយើងសរសេរពាក្យជាប់បាទសរសេរពាក្យជាប់ហើយក្បៀសមួយទៀតតូចជាង50គឺធ្លាក់បាទអញ្ចឹងកន្លែងនេះយើងអាចប្រើប្រាស់រូបមន្ត x ម្ដងទៀតបាទក្បៀស x ហើយបាទបើវងកញ្ចក់យើងចុចទៅលើបន្ទុកអណ្ដែតហើយយើងដាក់តូចជាង50បាទតូចជាង50អញ្ចឹងលទ្ធផលគឺវាធ្លាក់តូចជាង50គឺលទ្ធផលធ្លាក់អញ្ចឹងយើងក្បៀសថ្មិញកណ្ដុរសរសេរពាក្យ fail បាទហើយបិទថ្មិញកណ្ដុរយើងបិទវងកញ្ចក់ចុច enter បាទយើងបិទវងកញ្ចក់2ដងណាបាទហើយចុច enter បាទនេះគឺលទ្ធផលដែលយើងទទួលបានបាទអញ្ចឹងបន្ទុកនឹង45អញ្ចឹងវានឹងចេញលទ្ធផលធ្លាក់បាទអញ្ចឹងយើងអាចពិនិត្យមើលទៅលើបន្ទុកនីមួយៗដើម្បីដឹងថាតើចម្លើយដែលយើងបានធ្វើហ្នឹងវាត្រឹមត្រូវតែឬអត់បាទអញ្ចឹងដូចជាកន្លែង50នេះទាំងអស់គ្នាឃើញថាវាធ្លាក់អញ្ចឹងកន្លែងនេះយើងគួរតែកំណត់វាយ៉ាងម៉េចដើម្បីកុំឲ្យបន្ទុក50នឹងធ្លាក់បាទអញ្ចឹងកន្លែងនេះយើងអាចថែមបាទយើងអាចថែមដាក់ធំជាងស្មើ50មកបាទដាក់សញ្ញាស្មើមួយទៀតមកដើម្បីឲ្យលទ្ធផលចាប់ពី50ឡើងទៅគឺវាជាប់បាទហើយវិធីមួយទៀតបាទវិធីមួយទៀតនៅក្នុងការប្រើប្រាស់រូបមន្ត x នេះគឺយើងបាទស្មើ x បាទស្មើ x ហើយយើងចុចទៅលើបន្ទុកសរុបហើយយើងដាក់សញ្ញាធំជាងស្មើ50បន្ទាប់មកយើងក្បៀសដាក់ថ្មិញកណ្ដុរយើងសរសេរពាក្យថាជាប់បាទអញ្ចឹងបន្ទុកនឹងធំជាងស្មើ50គឺជាប់ហើយក្បៀសបាទក្បៀសអញ្ចឹងយើងអាចសរសេរវិធីមួយទៀតហ្នឹងគឺយើងសរសេរដោយពុំចាំបាច់ដាក់រូបមន្ត x ម្ដងទៀតទេគឺយើងសរសេរចម្លើយយកតែម្ដងបាទអញ្ចឹងចម្លើយផ្ទុយពីធំជាងស្មើ50គឺបាទវា fail បាទគឺវាធ្លាក់បាទអញ្ចឹងយើងសរសេរ fail មកហើយបន្ទាប់មកយើងបិទវងកញ្ចក់ enter ហើយយើងចាប់ទាញមកក្រោមដើម្បីឲ្យវាកណនានៅកន្លែងផ្សេងទៀតបាទអញ្ចឹងតើតើនឹងរូបមន្ត x គឺមានតែប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណ